តើបងប្អូនកំពុងតែចង់ប្រឡងខ្លាយជាមន្ត្រីរាជការមែនទេបាទការប្រឡងមិនមែនពឹងទៅលើសំណាងតែមួយមុខទេក៏ប៉ុន្តែវាអាស្រ័យទៅលើការត្រៀមខ្លួនឲ្យបានត្រឹមត្រូវជាសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ Channel មេគីអ្នករៀននៅចុងឆ្នាំនេះនឹងមានការប្រឡងជាច្រើនស្ថាប័នដូច្នេះបើសិនជាបងប្អូនត្រៀមខ្លួនឲ្យហើយពីឥឡូវគឺជារឿងដ៏ត្រឹមត្រូវថ្ងៃនេះខ្ញុំមានជាគន្លឹះចំនួន5ចំណុចដែលខ្ញុំបានអនុវត្តផ្ទាល់ហើយទទួលបានជោគជ័យក្នុងការប្រឡងគ្រប់ខណ្ឌរដ្ឋទី1គឺជំរុះចោលនៅគំនិតអវិជ្ជមានបើសិនជាយើងចង់ប្រឡងដោយសមត្ថភាពយើងកុំគិតអវិជ្ជមានច្រើនពេកដែលគិតថាគេប្រាខ្សែឬក៏គេយកកន្លែងអស់ព្រោះបងប្អូនគិតបែបនេះវានឹងធ្វើឲ្យយើងបែកអារម្មណ៍ហើយបាក់ទឹកចិត្តរហូតដល់មិនចង់ទៅដាក់ពាក្យប្រឡងផងបើសិនជាយើងមិនដាក់ពាក្យឬក៏មិនទៅប្រឡងសួរថាខាត់ណាគឺខាត់យើងខ្លួនឯងបាទអញ្ចឹងយើងគិតថាគេប្រឡងជាប់បានយើងក៏ប្រឡងជាប់បានដូចគ្នាចំណុចទី2គឺការអានសៀវភៅគឺការអានសៀវភៅជាចំណុចដែលសំខាន់ប៉ុន្តែបើសិនជាយើងអានតែម្ដងហើយយើងទុកចោលវាមិនអាចចាំបានល្អទេពេលខ្លះចេញវិញ្ញាសាមកចំអីដែលយើងធ្លាប់អានព្រោះយើងគ្រាន់តែមានអារម្មណ៍ថាដូចជាធ្លាប់អានប៉ុន្តែនៅតែធ្វើមិនចេញដែរបាទអញ្ចឹងគន្លឹះក្នុងការអានសៀវភៅរបស់ខ្ញុំហ្នឹងគឺយើងអានចំនួន3ដងន័យថាអានលើកទី1គឺយើងគ្រាន់តែអានគ្រោងទៅគ្រោងពីដើមរហូតដល់ចប់ហើយអានលើកទី2ហ្នឹងគឺបាទយើងអានហើយយើង note ក្នុងសៀវភៅហ្នឹងហើយចំណុចដែលសំខាន់ហ្នឹងគឺយើងអាច highlight ចឹងទៅហើយ note សៀវភៅដៃមួយទៀតផងបាទហើយបន្ទាប់ពីអានលើកទី2ចប់ហើយយើងអានលើកទី3ម្ដងទៀតយើងចាំច្បាស់ងាយភ្លេចទេបាទចំណុចទី3គឺយើងបង្កើតឃ្លាំងទិន្នន័យដោយខ្លួនឯងគឺរាល់ព្រឹត្តិការណ៍ដែលយើងបានជួបក្នុងសង្គមវប្បធម៌រូបទៅវត្តសាស្ត្រហ្នឹងគឺយើងអាច note ទុកក្នុងសៀវភៅទៅហើយបើសិនជាប្រចាំថ្ងៃមិនបានយកសៀវភៅតាមខ្លួនយើងអាច voice ឬក៏ note ក្នុងទូរស័ព្ទបានពេលល្ងាចឡើងយើងអាចបញ្ចូលនៅក្នុង Excel កុំព្យូទ័របង្កើតជាសំណួរខ្លីៗទម្រាំតថ្ងៃប្រឡងមកដល់គឺយើងនឹងមានឯកសារចំណេះដឹងជាច្រើនក្នុងដៃបាត់អញ្ចឹងវាមានឱកាសច្រើនក្នុងការជាប់ចំណុចទី4គឺបង្កើតបរិយាកាសនៅក្នុងបណ្ដាញសង្គមមានន័យថា Facebook អីក៏ដោយបើសិនជាយើង like Facebook ឬក៏ follow អីហ្នឹងគឺភាគច្រើនវាលោកព័ត៌មានស្រាលៗនឹងមកអញ្ចឹងបើយើងបាន like page ក្រសួងក៏ដូចជាបុគ្គលផ្សេងៗដែលគាត់ចែកលេខតទៅនឹងចំណេះដឹងហ្នឹងគឺយើងនឹងមួយថ្ងៃហ្នឹងអូមិនផុតទេបាទមានឱកាសច្រើនក្នុងការជួបនៅចំណេះដឹងផ្សេងៗបាទចំណុចទី5គឺការសិក្សាវិភាសានិងការសិក្សាបន្តចំណុចនេះគឺយោងទៅលើ4ចំណុចខាងលើគឺពេលដែលយើងបានអនុវត្តហើយគឺយើងនឹងមានចំណេះដឹងច្រើនយើងអាចយកទៅពិភាក្សាជាមួយនឹងមិត្តភ័ក្តិក៏ដូចជាឆ្លើយឆ្លងជាមួយលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យដែលបានបរៀនយើងនៅសាលាហើយបើសិនជាបងប្អូនដែលបានបញ្ចប់បញ្ញាបត្រហើយក៏អាចយកចំណេះដឹងនឹងដើម្បីជាគ្រឹះសម្រាប់ទៅបន្តអនុបណ្ឌិតផងដែរអញ្ចឹងមិនមែនសម្រាប់តែការប្រឡងនោះទេគឺវាមានអត្ថប្រយោជន៍ច្រើនទៀតទោះជាប្រឡងមិនជាប់ក៏យើងបានចេះដែរបាទការប្រឡងឲ្យទទួលបានជោគជ័យវាកើតចេញពីការរៀបផែនការឲ្យបានច្បាស់លាស់និងការតាំងចិត្តដែលសំខាន់បាទបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច Subscribe និង Share វីដេអូនេះទៅកាន់អ្នកដែលចង់ប្រឡងផ្សេងទៀតហើយបើសិនជាមានចំណុចអីចង់សាកសួរអាច comment នៅវីដេអូខាងក្រោមជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា